cha sư đây bong ôn ở kia là ngày chân biết ở ngàyนี้គឺខ្ញុំបងបង្ហាញឡើងវិញតកតងជាមួយការសង្ខេបមេរៀននៃការតំណាក់តំណងឆុងឬក៏ហាក់នៃសត្វទាំង12នៅរាសីខាងដីហៅថារាសីខាងក្រោមហ្នឹងដូចអ្នកទាំងអស់គ្នាដឹងហើយថានៅក្នុងតារាងប៉ាជឿរបស់យើងមាន4តសស្ដំណាតសឆ្នាំខែថ្ងៃនិងម៉ោងអញ្ចឹងនៅក្នុងរាសីខាងក្រោមហ្នឹងគឺមាន4សត្វអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាអាចដឹងថាតើរាសីខាងក្រោមរបស់អ្នកទាំងអស់គ្នាមានហាក់មានឆុងអីខ្លះលុះត្រាតែអ្នកទាំងអស់គ្នាចេះមេរៀននេះមេរៀនតំណាក់តំណងនៃការហាក់យើងដឹងហើយថាហាក់យើងបែងចែកជាប្រមាណប្រភេទនៅក្នុងមេរៀនមុនហើយនឹងឆុងមានប្រមាណប្រភេទណាចាហើយហេតុអីបានជាអ្នកទាំងអស់គ្នាត្រូវដឹងថាហាក់និងឆុងចាំបាច់ស្គាល់ធ្វើអីអ្នកទាំងអស់គ្នាត្រូវស្គាល់ថាភាគថាហាក់មានន័យថាសត្វខាងក្រោមគាត់ស្រឡាញ់គ្នាគាត់សហការគ្នាគាត់ជួយ support គ្នាទៅវិញទៅមកនៅពេលដែលសត្វខាងក្រោមមានការសហការមានការជួយ support ចឹងធ្វើឲ្យម្ចាស់រាសីនឹងមានភាពរលូនដំណើរជីវិតអត់សូវមានបញ្ហាច្រើនទេព្រោះអីដោយសារអ្នកទាំងអស់គ្នាមានសមាជិកនៅក្នុងការជួយគ្រប់គ្រងអ្នកទាំងអស់គ្នាផ្ទុយទៅវិញបើសិនជាពួកគាត់មាន4សត្វមាន2សត្វ3សត្វឆ្លោះគ្នាហើយមានន័យថាពួកគាត់នឹងគឺបង្កើតបញ្ហាបង្កើតឧបសគ្គឲ្យអ្នកទាំងអស់គ្នាពិបាកដោះស្រាយជីវិតអត់រលូនទេត្រូវ challenge នឹងជីវិតជារៀងរហូតអញ្ចឹងណាអញ្ចឹងមានន័យថាម៉េចឧទាហរណ៍ថាចេះចោះអ្នកទាំងអស់គ្នាជាតកែក្រុមហ៊ុនអ្នកទាំងអស់គ្នាមាន4 department សម្រាប់ជួយអ្នកទាំងអស់គ្នាមាន finance មាន IT មាន admin មាន HR ជាងចោះអញ្ចឹងនៅពេលដែល4នាក់ដែលគាត់យុគឋានទាំង4ហ្នឹងគាត់ជាយុគឋានដែលគាត់ស្រឡាញ់គ្នា HR ជួយ admin ជួយសម្រួលទៅ finance ដើម្បីទូទាត់ចំណាយប្រគ្រប់ឯកសារ finance ជួយ support ទៅ IT ដើម្បីធ្វើការបង្កើតអីផ្សេងហ្នឹងមានន័យថា4នាក់ហ្នឹងគាត់អត់ចេះឆ្លោះគ្នាគាត់ជួយគ្នាទៅវិញទៅមកអញ្ចឹងអ្នកទាំងអស់គ្នាត្រូវគិតថានៅពេលដែលគាត់4នាក់ហ្នឹងសហការគ្នាជួយជ្រោមជ្រែងគ្នាហើយអ្នកទាំងអស់គ្នាដែលជាតកែក្រុមហ៊ុនហ្នឹងអត់ពិបាកដោះស្រាយទេមានថាដាក់តែផែនការឲ្យគាត់ធ្វើ4នាក់ហ្នឹងគឺគាត់ជួយផ្ចុងផ្ដើមគ្នាដើម្បីសម្រេចផែនការរបស់យើងអញ្ចឹងធ្វើឲ្យយើងជាតកែក្រុមហ៊ុនហ្នឹងអត់ខ្វល់ខ្វាយទៅដោះឧបសគ្គដោះបញ្ហាដោះអីទេព្រោះគាត់4នាក់ហ្នឹងគាត់ជួយយើងបាត់ហើយប៉ុន្តែត្រឡប់មកវិញថា4នាក់ហ្នឹងគាត់ឆ្លោះគ្នាទាំងអស់ finance មិនត្រូវជាមួយ IT finance មិនត្រូវជាមួយអីគេរដ្ឋបាលមិនត្រូវជាមួយ HR អីសពគ្រប់ចឹងទៅអញ្ចឹងដល់ពេលដែលគាត់មិនត្រូវគ្នាគាត់ឆ្លោះគ្នាមានន័យថាគាត់ព្យាយាមបង្កើតបញ្ហាឲ្យគ្នា finance ត្រូវការឯកសារ admin ចង់ឈ្នះមិនព្រមដាក់ឯកសារឲ្យទេព្រោះគាត់ថា finance ញញទៅដើមឯកសារត្រូវការឯកសារច្រើនតែមានគោលនយោបាយមានអីចឹងអញ្ចឹងដល់ពេលដែលពួកគាត់មានបញ្ហាដោះស្រាយគ្នាមិនចាញ់នេះគាត់ឆ្លោះគ្នាគាត់ត្រូវទៅរកអ្នកទាំងអស់គ្នាដែលជាតកែក្រុមហ៊ុនដោះស្រាយថាឥឡូវបញ្ហាកើតមកអញ្ចឹងមកពីម្នាក់ A ថាមកពី B មកពី A finance ថាមកពី admin មកពី finance អញ្ចឹងធ្វើឲ្យតកែក្រុមហ៊ុននឹងឈឺក្បាលពេលខ្លះគាត់ត្រូវទៅដោះស្រាយឲ្យ2អ្នកហ្នឹងថាគួរធ្វើម៉េចសម្រួលរបៀបម៉េចដោះស្រាយរបៀបម៉េចវាមានរឿងឲ្យអ្នកទាំងអស់គ្នាត្រូវគិតគួរទុកគួរដកគួរយ៉ាងម៉េចគួរបន្តអញ្ចឹងអត់អញ្ចឹងពេលអ្នកទាំងអស់គ្នាចាប់ដើមគិតដោះស្រាយតែចំនួនពួកគាត់ទាំង3ទាំង4ហ្នឹងធ្វើឲ្យអ្នកទាំងអស់គ្នាអត់មានពេលទៅមើលថាតើសម្រាប់ផែនការក្រុមហ៊ុនរបៀបម៉េចប្រាក់ចំណេញយើងត្រូវធ្វើម៉េចអត់មានពេលមើលទេហើយ4នាក់ហ្នឹងគាត់ភ្លេចថាតួនាទីរបស់គាត់មកដើម្បីអីដើម្បីជួយយើងតែបើជាគាត់យកតួនាទីរបស់គាត់មកបង្កើតតែបញ្ហាបង្កើតចំនួនឲ្យយើងដោះស្រាយអញ្ចឹងយើងតកែក្រុមហ៊ុនយើងត្រូវគិតឡើងវិញតែបើសិនជាយើងត្រឡប់មកវិញថានៅក្នុងក្រុមហ៊ុនយើងស្រួលទេពួកអីអ្នកទាំងអស់គ្នាអាចដកគាត់ហើយរើសអ្នកថ្មីមកជំនួសប៉ុន្តែនៅក្នុងតារាងប៉ាជឿផ្ទុយទៅវិញអ្នកទាំងអស់គ្នាអត់អាចដកពួកគាត់ចេញទេប៉ុន្តែអ្នកទាំងអស់គ្នាអាចប្រើវិជារបស់ចិនសែជាន់ខ្ពស់ដែលគាត់មានចំណេះជំនាញពិតប្រាកដនៅក្នុងការកែរាសីឲ្យអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់ចង់ត្រឡប់ទៅចឹងឯងខ្ញុំគ្រាន់តែឲ្យអ្នកទាំងអស់គ្នាឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាយល់សិនថាតើពាក្យថាឆុងហើយនឹងពាក្យថាហាក់ហ្នឹងវាមានឥទ្ធិពលអីខ្លះហើយវាមានន័យរបៀបម៉េចណាអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាប៉ុណ្ណឹងយើងត្រឡប់មកមេរៀនយើងវិញណាអូខេអញ្ចឹងយើងមើលនៅក្នុងគូហាក់របស់យើងមានសត្វ3ហាក់ចូលគ្នាប្រែទៅជាធាតុ1នៅក្នុងធាតុរបស់យើងគឺយើងហាក់ប្រែបានទៅជា4ធាតុលើកលែងធាតុដីដោយសារតែសត្វឃ្លាំងសត្វដីមួយហ្នឹងសត្វធាតុដីមួយហ្នឹងគឺជាឃ្លាំងរបស់ធាតុទាំង4លើកលែងខ្លួនឯងអាចប្រែធាតុទេណាអញ្ចឹងមានអីគេមានទឹកមានភ្លើងមានឈើមានមាសហ្នឹងគឺយើងហៅថា Three Harmony ឬក៏សត្វ3ហាក់ចូលគ្នាប្រែទៅជាត្រៃធាតុទឹកតកតងនឹង6គូហាក់ជូតឆ្លូវយើងមាន6គូដោយសារតែសត្វយើងមាន12ណា
អូខេហ្នឹងហើយអញ្ចឹងបន្តមកទៀតតកតងជាមួយការឆុងក៏មាន6គូដូច6គូហាក់6គូឆុងមានជូតមមីនឹងមកតែនៅក្នុងប្រភេទឆុងគឺមានច្រើនជាងប្រភេទហាក់ព្រោះឆុងមាន6គូឆុងដែលឆុងដោយផ្ទាល់នឹងមួយមានហៃមួយទៀតដែលអង់គ្លេសយើងហៅថាស៊ីហាមហ្នឹងតកតងជាមួយនឹងមេរៀននេះគឺខ្ញុំបញ្ជាក់ថាការខ្ញុំឧទាហរណ៍នៅក្នុងមេរៀនប្រភេទគូឆុងហ្នឹងហើយថាជាការឆុងស្អប់តាមគូស្នេហ៍ដោយជូតស្អប់ម៉មែដោយសារតែម៉មែគូស្នេហ៍របស់ម៉មីធ្វើឲ្យម៉មែនេះមិនចូលចិត្តជូតជាមួយនឹងឆ្លើយគូស្នេហ៍គ្នាជូតឆ្លោះជាមួយម៉មីធ្វើឲ្យឆ្លើយមិនចូលចិត្តម៉មីហ្នឹងយើងហៅថាប្រភេទហៃដល់ពេលប្រភេទឆុងបែកបាក់យើងហៅថាភួរនេះជូតមិនចូលចិត្តរកាឆ្លើយមិនចូលចិត្តរោងដោយសារតែរកាគិតថាជូតនេះមកដណ្ដើមគូស្នេហ៍របស់គាត់ដែលជារោងនេះទៅហាក់ប្រគ្រប់ឲ្យប្រែធៀបទៅធៀបទឹកអ្នកទាំងគ្នាឃើញទេវោកជូតនឹងរោងមកប្រគ្រប់ជាមួយនឹងវោកជូតដើម្បីប្រែទៅជាធៀបទឹកពេញលេញនៅពេលដែលជូតនៅពេលដែលរោងនេះគឺជាគូស្នេហ៍របស់រកាអញ្ចឹងធ្វើឲ្យរកាមិនចូលចិត្តនឹងជូតនឹងទេព្រោះគាត់គិតថាជូតនឹងមកដណ្ដើមគូស្នេហ៍របស់គាត់យកទៅហាក់ប្រែធៀបឆ្លើយក៏ដូចគ្នាឆ្លើយគឺជាគូស្នេហ៍របស់ជូតធ្វើឲ្យឆ្លើយមិនចូលចិត្តរោងដោយសារតែឆ្លើយនេះគិតថារោងនេះមកដណ្ដើមគូស្នេហ៍របស់គាត់ជូតទៅបង្គ្រប់ដូចគ្នាហ្នឹងយើងហៅថាឆុងបែកបាក់តែពេលឆុងហ៊ីងមាន3តកតងមាន4សัตว์មិនមែន4គូទេ4សัตว์ណាមានន័យថារោងឆុងនឹងរោងខ្លួនឯងម៉មីនិងម៉មីខ្លួនឯងរកាកលនឹងកលនឹងតកតងជាមួយនឹងការហ៊ីងខ្លួនឯងគេហៅ self punishment ហើយមួយទៀតយើងហៅ Sri punishment តកតងជាមួយការឆុង3សัตว์យើងឃើញឆុង3សัตว์ហ្នឹងបែងចែកជា2ក្រុមមួយទៀតយើងហៅថាក្រុមផាហាហៅថាខាលម្សាញ់វោកអ្នកទាំងអស់គ្នាដឹងហើយថាក្រុមសัตว์ទាំង12យើងបែងចែកជា3ក្រុមទៅទេក្រុមផាហៈឬក្រុមធ្វើដំណើរក្រុមឃ្លាំងស្នេហ៍ម៉ែស្នេហ៍ក្រុមម៉ែស្នេហ៍ជាមួយនឹងក្រុមឃ្លាំងអញ្ចឹងនៅក្នុងក្រុមស្នេហ៍អត់មាន Sri punishment ទេប៉ុន្តែក្រុមឃ្លាំងហើយនិងក្រុមផាហៈមាន punishment Sri punishment ហ្នឹងណាវោកខាលម្សាញ់ក្រុមផាហៈមួយក្រុមឆ្លើក្រុមដែលជាក្រុមឃ្លាំងដីហ្នឹងមានឆ្លើមានចោជាមួយនឹងម៉មែអញ្ចឹង3សัตว์នេះបង្កើតទៅជាក្រុមសាំហ៊ីងអ្នកទាំងអស់គ្នាត្រូវចាំថាសាំហ៊ីងនេះនៅពេលដែលយើងឆុងសាំហ៊ីងហ្នឹងវាធ្វើឲ្យបញ្ហាយើងស្មុគស្មាញច្រើនជាង6គូឆុងទៀតព្រោះអីអ្នកទាំងគ្នាគិតថាសសរស្ដំអ្នកទាំងអស់គ្នាមានតែ4ទេដល់3នឹងឆុងគ្នាបាត់ហើយអញ្ចឹងបើយើងត្រឡប់មកវិញមានន័យថាអ្នកធ្វើការឲ្យយើងមានតែតួខ្លួនឯងមួយទៀតទេអា3អ្នកទៀតហ្នឹងវល់ឆ្លោះគ្នាបាត់ហើយអញ្ចឹងហ្នឹងហើយអញ្ចឹងបានន័យថានៅពេលដែលមានសាំហ៊ីងកាត់ឡើងមានន័យថាគាត់នឹងបង្កើតបញ្ហាឲ្យម្ចាស់រាសីកាន់តែច្រើនប៉ុន្តែគ្រប់ការងារនៅក្នុងបាជឿទាំងអស់គឺយើងមានវិធីសាស្ត្រកែប្រែនៅក្នុងក្បួនវិជាចិនសាយជាន់ខ្ពស់របស់គាត់ណាអញ្ចឹងមេរៀននេះគឺខ្ញុំអត់ទាន់ទៅដល់តាក់ទងជាមួយនឹងការឆុងហេងឬឆុងសយទេមានន័យថាមិនមានន័យថាជាទូទៅអ្នកទាំងអស់គ្នាគ្រប់គ្នាទាំងអស់នៅពេលដែលគាត់អត់ទាន់ចេះបាជឿគាត់ឲ្យតែលើទៅពាក្យថាឆុងគាត់បារម្ភគាត់ព្រួយគាត់ភ័យព្រោះគាត់គិតថាឲ្យតែពាក្យថាឆុងគឺមិនល្អតែប៉ុតអ្នកទាំងអស់គ្នាត្រូវដឹងថាឆុងមានឆុងហេងនិងឆុងសយដូចគ្នាហាក់ក៏ដូចគ្នាដែរការហាក់នៅក្នុងរាសីខាងក្រោមនៅពេលដែលគាត់ប្រែធាតុឲ្យយើងជា support របស់យើងទៅល្អបើប្រែធាតុទៅធាតុផ្សេងមានន័យថាជាធាតុដែលយើងមិនត្រូវការវាស្មើនឹងការមិនបានជួយជ្រុំជ្រែងឲ្យយើងឲ្យត្រូវគោលដៅវាស្មើនឹងការជ្រុំជ្រែងដែលខុសពីផែនការខុសពីទិសដៅរបស់យើងអញ្ចឹងណាតែមេរៀនអស់ហ្នឹងខ្ញុំនឹងទៅបង្ហាញលម្អិតមួយនៅក្នុងមេរៀនបន្តទៀតអ្វីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺមានតែរឿងការចងចាំឲ្យច្បាស់នៅទំនាក់ទំនងសត្វទាំង12នៅខាងក្រោមហើយនឹងមេរៀនមុនគឺត្រូវចងចាំពីទំនាក់ទំនងនៃធាតុទាំង5ការពិតនៅក្នុងមេរៀនមូលដ្ឋានគ្រឹះសូម្បីតែយើងថាសត្វទាំង12នឹងស្គាល់ហាក់ស្គាល់ឆុងហើយអ្នកទាំងអស់គ្នាត្រូវចាំថាតើសត្វមួយមានធាតុអីខ្លះនៅក្នុងនឹងមួយទៀតនិយាយទៅនិយាយមកមានថានៅតែកិច្ចអត់ផុតពី 5 element ដែលធាតុទាំង5អញ្ចឹងត្រឡប់មកវិញមេរៀននេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងដើម្បីកុំឲ្យវែងពេកណាហ្នឹងហើយអរគុណ